ក្តីស្រឡាញ់គឺជាអារម្មណ៍ដ៏មានឥទ្ធិពលបំផុតមួយក្នុងជីវិតវាភ្ជាប់ការប្រាស្រ័យរវាងការទំនាក់ទំនងនិងការផ្ដល់អត្ថន័យដល់អត្ថិភាពរបស់យើងក្តីស្រឡាញ់មិនត្រឹមតែនិយាយអំពីមនោសញ្ចេតនាប៉ុណ្ណោះទេវាក៏និយាយអំពីគ្រួសារមិត្តភាពនិងចិត្តសប្បុរសផងដែរក្តីស្រឡាញ់ពិតគឺផ្អែកលើការជឿទុកចិត្តការគោរពនិងការយោគយល់គ្នាវាបង្រៀនយើងឲ្យយកចិត្តទុកដាក់ចំពោះអ្នកដទៃនិងអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់ពួកគេក្តីស្រឡាញ់នាំមកនូវការលួងលោមក្នុងគ្រាលំបាកនិងបង្កើតសុភមង្គលក្នុងគ្រាដ៏រីករាយវាតម្រូវឲ្យមានការអត់ធន់និងការលះបង់ប៉ុន្តែវាក៏ផ្ដល់ឲ្យនូវសេចក្តីសុខនិងថាមពលមកវិញផងដែរនៅពេលដែលយើងស្រឡាញ់ដោយស្មោះយើងរីកចម្រើនក្នុងភាពជាមនុស្សកាន់តែប្រសើរក្តីស្រឡាញ់ធ្វើឲ្យជីវិតស្រស់ស្រាយកក់ក្ដៅនិងមានអត្ថន័យពិតប្រាកដ